បុរសម្នាក់នេះនឹងគឺតែងតែវាយប្រពន្ធរបស់គាត់ឲ្យយកដៃញុកចូលរូនគូតប្រពន្ធរបស់គាត់តែប្រពន្ធរបស់គាត់មិនហ៊ានតបតជាមួយនឹងគាត់វិញទេយប់មួយនឹងបន្ទាប់ពីគាត់មកពីផឹកស្វឹងជោគជាំនឹងគាត់នឹងក៏បានចូលមកក្នុងផ្ទះហើយវាយប្រពន្ធរបស់គាត់ញុកដៃចូលរូនគូតប្រពន្ធរបស់គាត់ដូចជារាល់ដងបន្ទាប់មកនឹងគាត់នឹងក៏បានដេកស្លាប់នៅកន្លែងនឹងពេលនឹងដែរនឹងប្រពន្ធរបស់គាត់នឹងក៏បាននឹកឃើញគំនិតមួយហើយគាត់នឹងក៏បានដើរចុះទៅកាន់ផ្ទះបាយរបស់គាត់នឹងក៏បានដើរចូលទៅកាន់ផ្ទះបាយគាត់នឹងក៏បានឃើញកបិតមួយចឹងណាហើយគាត់នឹងក៏ចាប់ផ្ដើមនឹកឃើញគំនិតឈួតហើយប្រពន្ធរបស់គាត់នឹងក៏ចាប់ផ្ដើមយកកបិតនឹងឡើងទៅលើបន្ទប់ដើម្បីសងសឹកប្តីរបស់គាត់នឹងស្វឹងជោគជាំមិនបានដឹងថាប្រពន្ធធ្វើអីទេប្រពន្ធរបស់គាត់នឹងក៏ចាប់ផ្ដើមបើកភួយមកហើយកាន់ពងក្តោបប្តីរបស់គាត់កាត់ដាច់ពងក្តោនៅកន្លែងហ្នឹងម្ដងប្តីរបស់គាត់នឹងងើបមកភ័យខ្លាំងមែនទែនប៉ុន្តែប្រពន្ធរបស់គាត់នឹងក៏ចាប់ផ្ដើមឆ្លេឆ្លារត់ចេញពីកន្លែងហ្នឹងហើយគាត់នឹងក៏បានកាន់ជាមួយពងក្តោបប្តីរបស់គាត់ទៅជាមួយផងដែរហើយគាត់នឹងក៏បានបោះពងក្តោបហ្នឹងឆ្កែស៊ីហ្មងទៅបន្ទាប់មកហ្នឹងគាត់នឹងក៏ចាប់ផ្ដើមទៅផ្ទះមិត្តភក្តិរបស់គាត់ហើយពេលនោះដែរនឹងមិត្តភក្តិរបស់គាត់នឹងក៏បានឃើញសភាពគាត់នឹងគឺពោពេញទៅដោយឈាមហើយមិត្តភក្តិរបស់គាត់នឹងក៏បានទេប្តឹងប៉ូលីសចឹងណាពេលនឹងដែរនឹងប៉ូលីសនឹងក៏ចាប់ផ្ដើមដើររកពងក្តោបប្តីរបស់គាត់ពេលនឹងដែរនឹងប៉ូលីសនឹងក៏ចាប់ផ្ដើមរុករកគ្រប់ទីកន្លែងហើយប៉ូលីសនឹងក៏ចាប់ផ្ដើមយកទូស្រីរបស់យើងមកសួរចម្លើយពេលនឹងដែរនឹងទូស្រីរបស់យើងនឹងក៏បានរៀបរាប់ប្រាប់ប៉ូលីសថាពេលប្តីគាត់ស្វឹងនឹងប្តីរបស់គាត់នឹងគឺតែងតែវាយហើយយកដៃញុកចូលរុនគូតរបស់នាងចឹងណាហើយប្តីរបស់គាត់នឹងក៏ត្រូវបានបញ្ជូនទៅកម្មវិធីពេទ្យហើយពេទ្យនឹងក៏ចាប់ផ្ដើមភ័យស្លន់ស្លោដោយសារតែពងក្តោបប្តីរបស់គាត់ត្រូវបានដាច់ពត់ទៅលើកន្លែងហ្នឹងហើយប៉ូលីសជាច្រើននឹងកំពុងតែតាមរកពងក្តោបប្តីរបស់គាត់ស្រាប់ពេលដែរនឹងគាត់នឹងក៏បានប្រទះឃើញពងក្តោបនៅកន្លែងវាលនឹងចឹងណាហើយប៉ូលីសនឹងក៏បញ្ញាយកអាពងក្តោបហ្នឹងដើម្បីយកទៅវះកាត់បន្តទៀតទេទូស្រីរបស់យើងនឹងក៏ត្រូវបានប៉ូលីសចាប់យកទៅកាត់ក្តីនៅកន្លែងតុលាការចឹងណាហើយតុលាការហ្នឹងក៏បានកាត់ក្តីឲ្យទូស្រីរបស់យើងជាប់គុករយៈពេល20ឆ្នាំតែសំណាងល្អហ្នឹងក៏មានអ្នកចិត្តខាងទូស្រីរបស់យើងបានប្រាប់ទៅកាន់តុលាការថាប្តីរបស់គាត់នឹងគឺតែងតែវាយទូស្រីរបស់យើងហើយយកដៃចូលរុនគូទូស្រីរបស់យើងហើយតុលាការហ្នឹងក៏បានកាត់ទោសឲ្យទូស្រីរបស់យើងមានសេរីភាពវិញចឹងណាហើយប្តីរបស់គាត់នឹងក៏បានខ្លាចជាតារាល្បីហើយគេនឹងក៏បានសម្ភាសទូប្រុសរបស់យើងដោយសារទូប្រុសរបស់យើងកាត់ពងក្តោបឲ្យតឡើងវិញរੂបានធម្មតាចឹងណា